ហេតុអ្វីអធិរាជហុងអ៊ូសម្លាប់មន្ត្រីនិងមេទ័ពជាច្រើនអធិរាជហុងអ៊ូគឺជាក្មេងប្រុសក្រីក្រដែលធ្លាប់សុំទាននិងរស់នៅក្នុងវត្តហើយបានក្លាយទៅជាស្ថាបនិកនៃរាជវង្សមីងប៉ុន្តែបន្ទាប់ពីព្រះអង្គឡើងកាន់អំណាចមេទ័ពនិងមន្ត្រីដែលធ្លាប់ប្រថុយជីវិតជួយផ្ដួលរំលំរាជការយាននិងបង្កើតរាជវង្សថ្មីបែរជាត្រូវចាប់ខ្លួននិងប្រហារជីវិតក្នុងការបោសសម្អាតដ៏ធំហេតុអ្វីបានជាអធិរាជហុងអ៊ូធ្វើការសម្រេចចិត្តដ៏ឃោរឃៅបែបនេះតើនេះគឺជាការក្បត់អ្នកមានគុណឬការចាំបាច់ដើម្បីការពាររាជវង្សដែលទើបបង្កើតថ្មីដើម្បីយល់ពីមូលហេតុនៃការបោះសម្អាតដ៏ធំមួយនេះយើងត្រូវត្រឡប់ទៅមើលស្ថានភាពរាជវង្សមីងក្រោយបង្កើតរាជវង្សថ្មីនៅឆ្នាំ1368ព្រះអង្គម្ចាស់ជូយានចាងបានផ្ដួលរំលំរាជការយាននិងបានបង្កើតរាជវង្សមីងពីក្មេងប្រុសក្រីក្រម្នាក់ដែលធ្លាប់សុំទាននិងរស់នៅក្នុងវត្តគាត់បានក្លាយទៅជាអធិរាជដ៏ល្បីល្បាញម្នាក់និងជាស្ថាបនិកនៃរាជវង្សមីងមនុស្សជាច្រើនជឿជាក់ថាបន្ទាប់ពីទទួលបានជ័យជំនះមេទ័ពនិងមន្ត្រីដែលបានប្រថុយជីវិតជួយព្រះអង្គបង្កើតរាជវង្សថ្មីមួយនេះច្បាស់ជាទទួលបានរង្វាន់និងរស់នៅដោយសុខសាន្តប៉ុន្តែការពិតមិនដូច្នោះនោះទេក្នុងរយៈពេលប្រមាណឆ្នាំបន្ទាប់មេទ័ពនិងមន្ត្រីជាច្រើនដែលធ្លាប់រួមស្លាប់រស់ជាមួយនឹងព្រះអង្គត្រូវបានចាប់ខ្លួននិងស៊ើបអង្កេតនិងខ្លះត្រូវបានប្រហារជីវិតក្រោមការចោទប្រកាន់ពីបទក្បត់ជាតិហេតុអ្វីអធិរាជហុងអ៊ូចាប់ផ្ដើមសង្ស័យមនុស្សជុំវិញខ្លួនចំណុចទី1អំណាចថ្មីនិងបញ្ហាថ្មីការបង្កើតរាជវង្សមីងនៅឆ្នាំ1368មិនបានធ្វើឲ្យប្រទេសចិនមានស្ថិរភាពភ្លាមៗនោះទេផ្ទុយទៅវិញអធិរាជហុងអ៊ូត្រូវប្រឈមមុខនឹងបញ្ហាធំៗជាច្រើនដែលអាចធ្វើឲ្យរាជវង្សថ្មីដួលរលំបានគ្រប់ពេលក្រោយពីសង្គ្រាមអស់រយៈពេលជាច្រើនទសវត្សរ៍ប្រទេសចិនរងការខូចខាតយ៉ាងធ្ងន់ធ្ងរប៉ុន្តែសម្រាប់អធិរាជហុងអ៊ូបញ្ហាធំបំផុតមិនមែនជាការស្ដារប្រទេសឡើងវិញទេគឺជាការគ្រប់គ្រងអំណាចរបស់ទ្រង់ក្នុងសង្គ្រាមមេទ័ពជាច្រើនត្រូវបានប្រគល់សិទ្ធិបញ្ជាកងទ័ពហើយបានកសាងបណ្ដាញអំណាចនិងអ្នកស្មោះត្រង់របស់ខ្លួនផងដែរស្របពេលនោះមន្ត្រីជាន់ខ្ពស់ជាច្រើនក៏ចាប់ផ្ដើមកាន់អំណាចក្នុងរាជការផងដែរសម្រាប់អធិរាជហុងអ៊ូការគ្រប់គ្រងចក្រភពដ៏ធំមួយមិនមែនគ្រាន់តែអង្គុយលើរាជបល្ល័ង្កនោះទេគាត់ត្រូវធានាថាគ្មាននរណាម្នាក់មានអំណាចខ្លាំងគ្រប់គ្រាន់ដើម្បីប្រជែងនឹងរាជបល្ល័ង្ករបស់គាត់ឡើយចំណុចទី2មេរៀនប្រវត្តិសាស្ត្រអធិរាជហុងអ៊ូមិនបានទទួលការអប់រំខ្ពង់ខ្ពស់តាំងពីក្មេងដោយអធិរាជមុននោះទេប៉ុន្តែបន្ទាប់ពីឡើងគ្រងរាជគាត់បានសិក្សាប្រវត្តិសាស្ត្ររាជវង្សមុនដើម្បីស្វែងយល់ថាពីមូលហេតុនៃការដួលរលំរបស់រាជវង្សទាំងនោះអ្វីដែលគាត់បានឃើញគឺរាជវង្សជាច្រើនមិនបានបាត់បង់អំណាចដោយសារតែសត្រូវខាងក្រៅតែមួយមុខទេជាញឹកញាប់មេទ័ពដែលមានកងទ័ពធំនិងមន្ត្រីដែលមានឥទ្ធិពលបានក្លាយទៅជាការគំរាមកំហែងដល់រាជបល្ល័ង្កលើសពីនេះទៅទៀតព្រះអង្គក៏បានឃើញការដួលរលំរបស់រាជវង្សយានដោយផ្ទាល់ភ្នែកអំពើពុករលួយការបែកបាក់ផ្ទៃក្នុងនិងការបះបោរនៅតាមតំបន់ផ្សេងៗបានធ្វើឲ្យរាជវង្សយានបាត់បង់ការគ្រប់គ្រងលើប្រទេសចិនសម្រាប់អធិរាជហុងអ៊ូនេះគឺជាមេរៀនថាប្រសិនបើអធិរាជមិនអាចគ្រប់គ្រងអំណាចរបស់មេទ័ពនិងមន្ត្រីបានទេរាជវង្សមីងក៏អាចដើរតាមផ្លូវរបស់រាជវង្សមុនដែរចំណុចទី3ការសង្ស័យកាន់តែខ្លាំងបន្ទាប់ពីការបង្កើតរាជវង្សមីងអធិរាជហុងអ៊ូបានចាប់ផ្ដើមពង្រឹងអំណាចរបស់ព្រះអង្គមេទ័ពដែលធ្លាប់មានគុណបំណាច់ក្នុងសង្គ្រាមនិងមន្ត្រីជាន់ខ្ពស់ដែលកាន់តួនាទីសំខាន់ៗក្នុងរាជការសុទ្ធតែស្ថិតក្រោមការត្រួតពិនិត្យកាន់តែតឹងរ៉ឹងក្នុងរាជការរបស់ទ្រង់ការស៊ើបអង្កេតនិងការចាប់ប្រកាន់ពីបទក្បត់បានកើតឡើងជាបន្តបន្ទាប់អ្នកប្រវត្តិសាស្ត្រមួយចំនួនយល់ថាវាគឺជាវិធានការចាំបាច់ដើម្បីពង្រឹងអំណាចកណ្ដាលនិងការការពាររាជវង្សថ្មីខណៈអ្នកខ្លះទៀតយល់ថាវាបាននាំទៅដល់ការបោះសម្អាតទ្រង់ទ្រាយធំដែលប៉ះពាល់ដល់មន្ត្រីនិងមេទ័ពជាច្រើនចំណុចប្រែប្រួលដ៏សំខាន់មួយបានកើតឡើងនៅក្នុងឆ្នាំ1380គឺលោកហួរវ៉ៃយ៉ុងដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់ដែលមានអំណាចក្នុងរាជសំណាក់ត្រូវបានចោទប្រកាន់ថាបានរៀបចំផែនការក្បត់ករណីនេះមិនត្រឹមតែផ្លាស់ប្ដូរជោគវាសនារបស់ហួរវ៉ៃយ៉ុងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានក្លាយទៅជាចំណុចចាប់ផ្ដើមនៃការបោសសម្អាតដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររាជវង្សមីងករណីរបស់ហួរវ៉ៃយ៉ុងចំណុចទី1តើហួរវ៉ៃយ៉ុងគឺជានរណាហួរវ៉ៃយ៉ុងមិនមែនជាមេទ័ពល្បីល្បាញនោះទេគាត់គឺជាមន្ត្រីដែលបានបម្រើជូយានចាងតាំងពីដំណាក់កាលដំបូងនៃការបង្កើតរាជវង្សមីងដោយសារតែសមត្ថភាពក្នុងការគ្រប់គ្រងរាជការគាត់បានឡើងតំណែងខ្ពស់បំផុតក្នុងចំណោមមន្ត្រីរាជការទាំងអស់ហើយអស់រយៈពេលជាច្រើនឆ្នាំគាត់បានទទួលទំនុកចិត្តពីអធិរាជហុងអ៊ូប៉ុន្តែមន្ត្រីដែលទទួលបានការទុកចិត្តរូបនេះក្រោយមកបែរជាត្រូវចោទប្រកាន់ពីបទក្បត់រាជទៅវិញចំណុចទី2ការចោទប្រកាន់ហួរវ៉ៃយ៉ុងនៅឆ្នាំ1380
ព្រឹត្តិការណ៍មួយបានកើតឡើងដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្ររាជវង្សមិញតាមកំណត់ត្រាផ្លូវការរបស់រាជវង្សមិញគឺលោកហួរវ៉ៃយ៉ុងត្រូវបានចោទប្រកាន់ថាបានប្រើអំណាចរបស់ខ្លួនបង្កើតបណ្ដាញអំណាចនិងរៀបចំផែនការប្រឆាំងនឹងរាជបល្ល័ង្កកំណត់ត្រាផ្លូវការមួយចំនួនក៏បានរៀបរាប់ថាគាត់ត្រូវបានចោទថាមានទំនាក់ទំនងជាមួយមេតបមួយចំនួននិងបានព្យាយាមតាក់ទងកម្លាំងម៉ុងហ្គោលនៅភាគខាងជើងបន្ទាប់ពីការចោទប្រកាន់នេះអធិរាជហុងអ៊ូបានបញ្ជាឲ្យបើកការស៊ើបអង្កេតទ្រង់ទ្រាយធំហើយមន្ត្រីជាច្រើនដែលត្រូវបានសង្ស័យថាពាក់ព័ន្ធក៏ត្រូវចាប់ខ្លួននិងសួរចម្លើយផងដែរទោះជាយ៉ាងណាក៏ដោយអ្នកប្រវត្តិសាស្ត្រសម័យទំនើបនៅតែមានទស្សនៈខុសគ្នាចំពោះករណីមួយនេះអ្នកខ្លះយល់ថាការខុបខិតអាចមានពិតប្រាកដខណៈអ្នកខ្លះទៀតយល់ថាផុសតាងនៅសេសសល់សប្តាហ៍ថ្ងៃមិនទាន់គ្រប់គ្រាន់ដើម្បីបញ្ជាក់ថាលោកហួរវ៉ៃយ៉ុងពិតជាបានរៀបចំផែនការក្បត់រាជនោះទេប៉ុន្តែអ្វីដែលច្បាស់លាស់គឺការចាប់ប្រកាន់មួយនេះបាននាំទៅរកការបោសសម្អាតដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់រាជវង្សមិញចំណុចទី3ការបោសសម្អាតរាជការនៅឆ្នាំ1380លោកហួរវ៉ៃយ៉ុងត្រូវបានកាត់ទោសនិងប្រហារជីវិតពីបទក្បត់រាជនេះបើយោងតាមកំណត់ត្រាផ្លូវការរបស់រាជវង្សមិញប៉ុន្តែការកាត់ទោសនេះមិនបានបញ្ចប់ត្រឹមមនុស្សម្នាក់នោះទេមន្ត្រីជាន់ខ្ពស់មេតបសាច់ញាតិនិងអ្នកដែលត្រូវចោទថាពាក់ព័ន្ធក៏ត្រូវចាប់ខ្លួននិងស៊ើបអង្កេតជាបន្តបន្ទាប់កំណត់ត្រាផ្លូវការមួយចំនួននិយាយថាមនុស្សរាប់ម៉ឺននាក់ត្រូវបានដាក់ទោសក្នុងសំណុំរឿងមួយនេះបន្ទាប់ពីករណីមួយនេះអធិរាជហុងអ៊ូបានលុបចោលតំណែងអគ្គមហាសេនាបតីដែលតំណែងមួយនេះមានប្រវត្តិជាង1000ឆ្នាំក្នុងប្រព័ន្ធនយោបាយចិនខ្ញុំសូមបើកវងចកកន្លែងនេះបន្តិចតំណែងអគ្គមហាសេនាបតីហ្នឹងគឺជាតំណែងមន្ត្រីស៊ីវិលខ្ពស់បំផុតមួយនៅក្នុងរាជការចិនបុរាណជាទូទៅគេចាត់ទុកថាតំណែងនេះគឺជានាយករដ្ឋមន្ត្រីឬក៏ប្រមុខរដ្ឋបាលដែលគ្រប់គ្រងការងាររដ្ឋប្រចាំថ្ងៃជំនួសអធិរាជហើយភារកិច្ចរបស់តំណែងមួយនេះត្រូវបានបែងចែកទៅឲ្យមន្ត្រីជាន់ខ្ពស់និងក្រសួងនានាហើយអធិរាជហុងអ៊ូមិនបានតែងតាំងអគ្គមហាសេនាបតីថ្មីទៀតឡើយការផ្លាស់ប្ដូរនេះបានធ្វើឲ្យអំណាចកាន់តែប្រមូលផ្ដុំទៅកាន់អធិរាជដោយផ្ទាល់និងបានផ្លាស់ប្ដូររបៀបគ្រប់គ្រងរបស់រាជវង្សមិញយ៉ាងខ្លាំងប៉ុន្តែការបោះសម្អាតមួយនេះមិនបានបញ្ចប់ត្រឹមនេះនោះទេជាង10ឆ្នាំក្រោយមកមេទ័ពដ៏ល្បីល្បាញម្នាក់ទៀតដែលបានរួមចំណែកសំខាន់ក្នុងការបង្កើតរាជវង្សមិញក៏បានចាប់ប្រកាន់ពីបទក្បត់រាជនិងប្រហារជីវិតផងដែរមេទ័តម្នាក់នោះគឺឡានអ៊ីចំណុចទី1មេទ័ពដ៏លេចធ្លោរបស់រាជវង្សមិញឡានអ៊ីមិនមែនជាមន្ត្រីរាជការនោះទេប៉ុន្តែគាត់គឺជាមេទ័ពដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងរាជវង្សមិញនៅឆ្នាំ1388គាត់បានដឹកនាំកងទ័ពរាជវង្សមិញវាយប្រហារកម្លាំងម៉ុងហ្គោលនៅភាគខាងជើងនិងទទួលបានជ័យជំនះដ៏សំខាន់មួយដែលបានពង្រឹងសន្តិសុខព្រំដែននិងកេរ្តិ៍ឈ្មោះរបស់រាជវង្សមិញក្រោយជ័យជំនះមួយនេះឡានអ៊ីបានក្លាយទៅជាមេទ័ពដែលមានកេរ្តិ៍ឈ្មោះនិងឥទ្ធិពលបំផុតក្នុងរាជការចំណុចទី2ការចោទប្រកាន់ឡានអ៊ីនៅឆ្នាំ1393ឡានអ៊ីត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការក្បត់រាជតាមកំណត់ត្រាមួយចំនួនឡានអ៊ីត្រូវបានចោទថាបានប្រើឥទ្ធិពលរបស់ខ្លួនបង្កើតបណ្ដាញអំណាចនិងបានរៀបចំផែនការប្រឆាំងនឹងរាជបល្ល័ង្កកំណត់ត្រាខ្លះក៏បានរៀបរាប់ថាមន្ត្រីនិងមេទ័ពមួយចំនួនត្រូវបានចោទប្រកាន់ជាប់ពាក់ព័ន្ធជាមួយនឹងគាត់ផងដែរក្រោយពីការចោទប្រកាន់នេះអធិរាជហុងអ៊ូបានបញ្ជាឲ្យចាប់ខ្លួនឡានអ៊ីនិងបានបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមន្ត្រីនិងអ្នកដែលត្រូវបានសង្ស័យថាពាក់ព័ន្ធក៏ត្រូវបានចាប់ខ្លួននិងសាកសួរជាបន្តបន្ទាប់ទោះជាយ៉ាងណាក៏ដោយករណីមួយនេះនៅតែជាប្រធានបទដែលអ្នកប្រវត្តិសាស្ត្រពិភាក្សាគ្នារហូតដល់សប្តាហ៍ថ្ងៃអ្នកខ្លះយល់ថាការខុបខិតអាចមានពិតប្រាកដខណៈអ្នកខ្លះទៀតយល់ថាផុសតាងដែលនៅសល់សប្តាហ៍ថ្ងៃមិនគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាការចាប់ប្រកាន់នេះពិតនោះទេចំណុចទី3ការបោសសម្អាតរាជការចំណុចនេះក៏មិនខុសពីករណីរបស់ហួរវ៉ៃយ៉ុងប្រមាណដែរនៅឆ្នាំ1393តាមកំណត់ត្រាផ្លូវការឡានអ៊ីត្រូវបានកាត់ទោសនិងបានប្រហារជីវិតពីបទក្បត់រាជការកាត់ទោសនេះមិនបានបញ្ចប់ត្រឹមឡានអ៊ីម្នាក់នោះទេមន្ត្រីមេទ័ពសាច់ញាតិនិងអ្នកដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធជាមួយគាត់ជាច្រើនក៏ត្រូវបានចាប់ខ្លួននិងស៊ើបអង្កេតជាបន្តបន្ទាប់យោងតាមកំណត់ត្រាមួយចំនួនបាននិយាយថាមនុស្សរាប់ពាន់នាក់ឬរាប់ម៉ឺននាក់ត្រូវបានដាក់ទោសក្នុងសំណុំរឿងមួយនេះបន្ទាប់ពីករណីនេះអំណាចយោធាកាន់តែស្ថិតក្រោមការគ្រប់គ្រងរបស់អធិរាជហើយអ្នកប្រវត្តិសាស្ត្រមួយចំនួនតែងតែយល់ទៀតថាវិធានការទាំងនេះបានជួយពង្រឹងអំណាចរបស់អធិរាជខណៈដែលអ្នកខ្លះទៀតយល់ថាវាបានធ្វើឲ្យរាជវង្សវិញបាត់បង់មេទ័ពនិងមន្ត្រីដែលមានសមត្ថភាពជាច្រើនវាសនារបស់អ្នកមានគុណដែលបានជួយបង្កើតរាជវង្សវិញឡើងទី1លាវប៉ូវិនអ្នកប្រាជ្ញដែលបានជួយបង្កើតរាជវង្សវិញលាវប៉ូវិនគឺជាអ្នកប្រាជ្ញនិងអ្នកយុទ្ធសាស្ត្រដ៏លេចធ្លោដែលបានជួយយានចាងក្នុងការបង្កើតរាជវង្សមិញ
គាត់បានរួមចំណែកក្នុងការរៀបចំយុទ្ធសាស្ត្រការគ្រប់គ្រងរាជការនិងការបង្កើតរាជវង្សថ្មីបន្ទាប់ពីរាជវង្សមីងត្រូវបានបង្កើតគាត់បានដកខ្លួនចេញពីរាជការហើយត្រឡប់ទៅស្រុកកំណើតនៅឆ្នាំ1375លាវប៉ូវិនបានទទួលមរណភាពតាមកំណត់ត្រាផ្លូវការគាត់ត្រូវបានស្លាប់ដោយជំងឺប៉ុន្តែមានរឿងព្រេងខ្លះអះអាងថាគាត់ត្រូវបានបំពុលប៉ុន្តែមិនមានភស្តុតាងប្រវត្តិសាស្ត្រដែលអាចបញ្ជាក់ការអះអាងនោះបានទេសូមបើកវងចតទីអ្នកនរគ្នាបន្ទាប់ពីបង្កើតរាជវង្សវិញមិនមែនគាត់ដកខ្លួនចេញពីរាជការភ្លាមទេគាត់បានជួយជូយិនចាងអស់រយៈពេលជាយូរដែរហើយបាននៅពេលដែលសុខភាពគាត់ចុះខ្សោយទើបគាត់ត្រឡប់ទៅស្រុកកំណើតវិញទី2លោកលីសានឆាងលីសានឆាងគឺជាមន្ត្រីជាន់ខ្ពស់ដែលបានរួមចំណែកក្នុងការរៀបចំប្រព័ន្ធរាជការនិងការបង្កើតរាជវង្សមីងនៅឆ្នាំ1190គាត់ត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងករណីរបស់ហួវ៉ៃយ៉ុងនិងត្រូវបានប្រហារជីវិតសមាជិកគ្រួសារនិងអ្នកដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធជាច្រើនក៏ទទួលទោសផងដែរទោះជាយ៉ាងណាអ្នកប្រវត្តិសាស្ត្រនៅតែមានទស្សនៈខុសគ្នាអ្នកខ្លះយល់ថាគាត់មានជាប់ពាក់ព័ន្ធពិតប្រាកដមែនខណៈអ្នកខ្លះទៀតក៏យល់ថាភស្តុតាងដែលនៅសល់មិនគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាការចោទប្រកាន់នេះពិតនោះទេទី3មេតបស៊ីតាថាងហឺនិងឆាងអ៊ីឈុនមេតបទាំង3នេះគឺមានវាសនាខុសគ្នាក្នុងចំណោមមេតបដែលបានជួយអធិរាជហុងអ៊ូបង្កើតរាជវង្សមីងគឺស៊ីតាគឺជាមេតបដែលលេចធ្លោម្នាក់គាត់បានដឹកនាំកងទ័ពរាជវង្សមីងក្នុងការប្រយុទ្ធសំខាន់ជាច្រើនរួមទាំងការដណ្ដើមយកដាទូទីក្រុងដាទូនឹងគឺជាបេកាំងសប្តាហ៍ថ្ងៃអ្នកទាំងអស់គ្នាដាទូគឺជារាជធានីរបស់រាជវង្សយៀននៅសម័យនោះមេតបស៊ីតាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្រួបបង្រួមប្រទេសចិនក្រោមការគ្រប់គ្រងរបស់រាជវង្សមីងគាត់ខុសពីហួវ៉ៃយ៉ុងលីសានឆាងនិងឡានអ៊ីគាត់មិនត្រូវបានចោទប្រកាន់ពីបទក្បត់រាជឡើយតាមកំណត់ត្រាផ្លូវការស៊ីតាបានទទួលមរណភាពដោយជំងឺនៅឆ្នាំ1385ជាច្រើនសតវត្សក្រោយមកមានរឿងព្រេងមួយបានអះអាងថាអធិរាជហុងអ៊ូបានផ្ញើសាច់កងានទៅឲ្យស៊ីតាទាំងដឹងថាគាត់មានជំងឺហើយនាំឲ្យគាត់ស្លាប់ទោះជាយ៉ាងណារឿងនេះមិនមានភស្តុតាងនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រផ្លូវការទេមេតបម្នាក់ទៀតគឺថាងហឺគឺជាមិត្តតាំងពីក្មេងរបស់ជូយិនចាងបន្ទាប់ពីបំពេញភារកិច្ចអស់ជាច្រើនឆ្នាំគាត់បានលាឈប់ពីរាជការហើយទទួលមរណភាពដោយជំងឺនៅឆ្នាំ1395តាមកំណត់ត្រាប្រវត្តិសាស្ត្រគាត់មិនបានប្រហារជីវិតក្នុងការបោះសម្អាតនោះទេចំណែកឯមេតបម្នាក់ទៀតគឺឆាងអ៊ីឈុនក៏ជាមេតបដែលលេចធ្លោម្នាក់ដែរគាត់បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដួលរលំរាជវង្សយៀនប៉ុន្តែគាត់បានទទួលមរណភាពដោយជំងឺនៅឆ្នាំ1369មុនពេលការបោះសម្អាតទ្រង់ទ្រាយធំដូចជាករណីរបស់ហួវ៉ៃយ៉ុងនិងឡានអ៊ីកើតឡើងទៅទៀតករណីរបស់ស៊ីតាថាងហឺនិងឆាងអ៊ីឈុនបានបង្ហាញថាមិនមែនអ្នកដែលបានរួមចំណែកបង្កើតរាជវង្សមីងទាំងអស់សុទ្ធតែមានទីបញ្ចប់ដូចគ្នានោះទេហើយចំពោះបុគ្គលដូចជាហួវ៉ៃយ៉ុងលីសានឆាក៏ដូចជាឡានអ៊ីហើយក៏ដូចជាមេតបទាំង3ដែលខ្ញុំបានរៀបរាប់ហ្នឹងហើយក៏ដូចជាលីវប៉ូវិនដែរទាំងអស់ហ្នឹងគឺខ្ញុំបានសម្រាយវាមកឲ្យរៀងខ្លីអ្នកនរគ្នាគឺខ្ញុំអត់សម្រាយវែងទេបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំសម្រាយបុគ្គលម្នាក់ឲ្យលម្អិតអ្នកនរគ្នាសូមខមមិននៅខាងក្រោមមកតែអ្នកនរគ្នាចង់ឲ្យខ្ញុំសម្រាយពីអ្នកណាលម្អិតខ្ញុំនឹងសម្រាយលម្អិតអំពីបុគ្គលម្នាក់